បងប្អូនអើយមកយកនេះខានបញ្ចូលសលេងវីដេអូយូរនិយាយទៅរៀងយូរដែរអញ្ចឹងឥឡូវមកវិញហើយបងប្អូនឥឡូវនេះមកវិញហើយមកវិញនេះអត់មានធ្វើម្ហូបទេថ្ងៃនេះពលុតចក្រានទៀតហើយយើងទៅចូលរួមមង្គលការនេះចិត្តខាងបងប្អូនអ្នកភូមិជាមួយណាថ្ងៃនេះគឺថាយើងបានទៅចូលរួមពិធីមង្គលការពូនេះអ្នកភូមិគាត់បានមកអញ្ជើញអញ្ចឹងណានិយាយទៅខ្ញុំមកនៅនេះរៀងយូរឆ្នាំដែរហើយប៉ុន្តែអត់សូវមានអ្នកមកអញ្ជើញហៅការឲ្យបងប្អូនដោយសារគេអត់សូវស្គាល់យើងអញ្ចឹងណាហើយណាមួយនៅពេលដែលយើងនៅនៅបានតែសៅរ៍អាទិត្យអញ្ចឹងហើយច័ន្ទដល់សុក្រហើយយើងធ្វើការបាត់អញ្ចឹងហើយទោះបីគេមកប្រាប់ក៏មិនសូវជួបយើងអញ្ចឹងហើយគេអត់សូវហៅតែពូគាត់បានមកអញ្ជើញអញ្ចឹងយើងអត់អាចខានគាត់បានទេគឺទៅចូលរួមតែម្ដងបងប្អូនហើយយើងបានទៅចូលរួមហ្នឹងយើងឃើញថាខ្ញុំទៅនេះរៀងភ្លឺបន្តិចល្ងិតតិចភ្លឺអញ្ចឹងណាហើយអត់សូវទាន់មានភ្ញៀវ 4-5 តុហើយដំបូងហ្នឹងគឺថាយើងចូលតុចូលអីអង្គុយញ៉ាំបងប្អូនហើយម្ហូបទី1ហ្នឹងគ្រឿងខ្លែមរបស់គេហ្នឹងបងប្អូនឆ្ងាញ់ណាស់ខ្ញុំចូលចិត្តណាគ្រឿងខ្លែមនិយាយទៅវិធីគាត់ហ្នឹងគឺថាឃើញគាត់ដាក់តុច្រើនណាប្រហែលជាគាត់ហៅអ្នកភូមិនឹងច្រើនបងប្អូនហើយខ្ញុំបានចូលតុជាមួយពូមីងអញ្ចឹងយើងបានចាប់ផ្ដើមញ៉ាំបងប្អូនលឿនដែរណាខ្ញុំទៅហ្នឹងគាត់ចូលតុហ្នឹងចិត្តគ្រប់ហើយអញ្ចឹងខ្ញុំទៅគ្រប់ទៅម្ដងហើយម្ហូបទី1ហ្នឹងគឺថាឆ្ងាញ់មែនតើបងប្អូនមានគ្រឿងខ្លែមយើងមានប្រហិតមានអីអញ្ចឹងណាវាខុសនៅហាងហ្មងគ្រឿងខ្លែមនិយាយទៅការរបស់គាត់នេះគឺថាគាត់ជួលតុចិនណាបងប្អូនអញ្ចឹងហើយម្ហូបគេឆ្ងាញ់បងប្អូនម្ហូបគេឆ្ងាញ់គាត់អត់ជួលចុងភៅដែរនៅភូមិវិញគាត់ជួលតុចិនអញ្ចឹងហើយម្ហូបគេនឹងឆ្ងាញ់និយាយទៅដូចយើងញ៉ាំនៅហាងហើយគ្រឿងខ្លែមគេខ្ញុំនិយាយទៅការគឺខ្ញុំចូលចិត្តគ្រឿងខ្លែមហើយខ្ញុំញ៉ាំបានច្រើនមែនតើបងប្អូនថ្ងៃហ្នឹងខ្ញុំអត់ហ៊ានដាក់សលេងស៊ីនទេដោយសារបងប្អូនវាលឺសលេងបាសថ្លង់ណាហើយកន្លែងដែលខ្ញុំអង្គុយញ៉ាំហ្នឹងក៏រៀងល្ងឹតបងប្អូនអត់មានអំពូលភ្លើងអញ្ចឹងហើយវាអត់សូវច្បាស់ទេបងប្អូនអត់សូវច្បាស់អញ្ចឹងណារៀងល្ងឹតយើងញ៉ាំនៅតុនៅក្រៅរោងនិយាយទៅគាត់រៀបចំតុច្រើនបងប្អូនពេញរោងហើយគាត់រៀបចំនៅខាងក្រៅរោងទៀតអញ្ចឹងណាគាត់ប្រហែលជាហៅភ្ញៀវច្រើននិយាយទៅអ្នកភូមិច្រើនណាអញ្ចឹងហើយហៅរឿងច្រើនហើយការរបស់គាត់នឹងអ៊ូអរបងប្អូនអ៊ូអរខ្ញុំមានអីបងប្អូនអើយដាក់ញាត់ហ្នឹងឯងនិយាយទៅវីដេអូនេះខ្ញុំអត់ហ៊ានថតអ្នកតុកជាមួយបងប្អូនខ្លាចប៉ះពាល់ដល់គេអញ្ចឹងណាថតតែខ្លួនឯងហើយម្ហូបបុកម្ហូបទេបងប្អូនថតតែខ្លួនឯងញ៉ាំហើយនឹងមុខម្ហូបហើយតិចទៀតហ្នឹងយើងបានគេលើកម្ហូបទី2មកបងប្អូនម្ហូបទី2នេះខ្ញុំដូចចម្លែកដែរបងប្អូនម្ហូបទី2ហ្នឹងចម្លែកសម្រាប់ខ្ញុំដោយសារខ្ញុំមិនដែលញ៉ាំទេគឺថាញាំចេកគ្រាប់ហើយនឹងបកាបងប្អូនហើយម្ហូបទី3ហ្នឹងគឺថាឆាក្រកសាច់គោវាអត់មានអីចម្លែកទេប៉ុន្តែអ្វីដែលចម្លែកគឺគឺញាំចេកគ្រាប់ជាមួយបកាហ្នឹងប្លែកខ្ញុំអត់ដែរប៉ុន្តែយើងញ៉ាំទៅគឺមានរសជាតិឆ្ងាញ់មួយបែបអញ្ចឹងណាបងប្អូនចត់ជូរប្រៃផ្អែមអញ្ចឹងឥឡូវនេះយើងដល់វគ្គញ៉ាំតទៀតហើយបងប្អូនអើយអត់មានអីទេមានតែវគ្គញ៉ាំនឹងឯងសម្រាប់មុខម្ហូបឆាក្រកសាច់គោនេះគឺឆ្ងាញ់បងប្អូនដូចឡុកឡាក់អញ្ចឹងប៉ុន្តែនៅពេលដែលគេដាក់អង្ក្រងទៅវាមានជាតិជូរតិចចំណុចដែលខុសពីឡុកឡាក់ហ្នឹងគឺថាវាមានជាតិរសជាតិជូរ
រសជាតិជូរនៅក្នុងម្ហូបរបស់គេណាតែឆ្ងាញ់បងប្អូនឆ្ងាញ់រសជាតិដិតជូរប្រៃផ្អែមដិតឆ្ងាញ់ណាខ្ញុំវីដេអូនេះខ្ញុំអត់សូវមានអីនិយាយទេបងប្អូនដោយសារយើងទៅដល់ញ៉ាំអង្គុយញ៉ាំតែម្ដងណាខ្ញុំរៀបរាប់តែមុខម្ហូបសម្រាប់មុខម្ហូបនៅក្នុងវិធីអង្គការគេហ្នឹងប្រាប់ជាជូនបងប្អូនអញ្ចឹងណាថាមានម្ហូបអីខ្លះអញ្ចឹងនិយាយទៅវីដេអូនេះគឺថាញ៉ាំច្រើនបងប្អូនញ៉ាំច្រើនខ្ញុំថតចែកជូនបងប្អូនមើលការញ៉ាំអូហើយឥឡូវយើងមកដល់មុខម្ហូបទី4ហើយបងប្អូនមុខម្ហូបទី4ហ្នឹងគឺខម៉ាំពុះតាន់ខម៉ាំឆៅពុះតាន់អញ្ចឹងណាម៉ាំឆៅពុះតាន់គឺថាមុខម្ហូបមុខនេះក៏ឆ្ងាញ់ដែរនិយាយទៅយើងញ៉ាំទៅវាអត់សូវទលាន់ណាយើងញ៉ាំមុខម្ហូបផ្សេងៗវាទលាន់តែមុខម្ហូបនេះអត់សូវទលាន់ទេដោយសារវាមានជាតិផ្អកជាតិអីចឹងជាតិម៉ាំជាតិអីចឹងអត់សូវទលាន់ទេមុខម្ហូបមួយមុខនេះក៏ឆ្ងាញ់ដែរនិយាយទៅមុខម្ហូបគេហ្នឹងដូចជាមាន7មុខ6 7មុខបងប្អូនហើយចុងក្រោយនោះគឺផ្អែមប្រអប់របស់គេហ្នឹងគឺថាឆ្ងាញ់ហើយមួយមុខនេះគឺថាខ្ញុំចូលចិត្តខ្លាំងបងប្អូនឆាបន្លែជាមួយនឹងបង្គាគឺថាឆ្ងាញ់ហើយមុខនេះខ្ញុំចូលចិត្តបងប្អូនហើយឆ្ងាញ់មែនទែននេះដូចជាមុខម្ហូបទី5ហើយបងប្អូនហើយបាយឆានេះទី6ទី7មកជាមួយនឹងស្លម្ជូរសាច់ទាបងប្អូនទាកប៉ាបងប្អូនស្លម្ជូរទាកប៉ានេះម្ហូបចុងក្រោយឯងបងប្អូនហើយជាមួយបាយឆាហ្នឹងមកហើយនិយាយទៅខ្ញុំដាក់ស្លម្ជូរទាហ្នឹងមកវែកអីមកគឺថាហត់បែកនេះខ្ចីបងប្អូនជូរជ្រះនិយាយទៅស្លម្ជូរយើងទៅដាក់ជូររៀងជូរមិនឆ្ងាញ់ដាក់ទៅជូរជ្រះអញ្ចឹងណាជ្រះមាត់គឺថាហើយខ្ញុំដួសយកសាច់ម្ដុំហ្នឹងគេឆ្អឹងយកតែម្ដងបងប្អូនអើយគឺថាម្ហូបការនេះបងប្អូនគឺថាឆ្ងាញ់គ្រប់មុខប៉ុន្តែអ្វីដែលឆ្ងាញ់ជាងគេគឺឆាបន្លែបង្គាឆ្ងាញ់ជាងគេបងប្អូនវាមានរសជាតិឆ្ងាញ់ហើយយើងចូលចិត្តទៀតចង់ឲ្យឆ្ងាញ់ក្រោយពីហ្នឹងវាឆ្ងាញ់ធម្មតាដែរណាហើយបានសាច់ទាម្ដុំហ្នឹងគឺថាគេតួអស់បងប្អូនកុំឲ្យខាតគេតួនៅសល់ឆ្អឹងហើយបន្ទាប់ពីខ្ញុំញ៉ាំហើយចាំមើលខ្ញុំថតទស្សនភាពទូទៅឲ្យបងប្អូនមើលបន្តិចនៅចុងក្រោយវីដេអូចុងវីដេអូបងប្អូនគឺថានៅពេលដែលខ្ញុំញ៉ាំហើយគឺថាមនុស្សពេញរោងតែម្ដងមនុស្សគេមកឡើងពេញរោងនិយាយទៅភ្ញៀវគាត់ច្រើនដែរអ្នកភូមិហ្នឹងប៉ុន្តែគាត់ហៅមនុស្សច្រើនហើយគេនិយាយទៅគេអត់សូវខានគាត់អញ្ចឹងណាឡើងពេញតុអស់លេងឃើញមានតុសល់អី1 2អញ្ចឹងគឺថាភ្ញៀវគាត់ច្រើនមែនទែនខ្ញុំបានសាច់ទាម្ដុំហ្នឹងគេឆ្អឹងឡើងអស់
ស្ដាយបងប្អូនយើងទៅញ៉ាំកុំខ្ជិះខ្ជាយណាយើងញ៉ាំរបស់អីក៏ដោយយើងញ៉ាំតួទៅអស់អញ្ចឹងស្ដាយអាណិតម្ចាស់ដើមការអញ្ចឹងកុំញ៉ាំឲ្យសល់កុំខ្ជិះខ្ជាយបងប្អូនឥឡូវយើងមកចុងក្រោយនោះគឺថាផ្អែមប្រអប់របស់យើងមកបងប្អូនមានចំហួយមានអីអញ្ចឹងមកកូនត្រេនខ្ញុំគេសុំមួយម៉ាត់បងប្អូនសុំផ្អែមព្រោះគេញ៉ាំអស់ហើយមកទៅដើមម៉ែទៀតហើយផ្អែមប្រអប់គេហ្នឹងគេចេះដាក់បងប្អូនម្ដុំប៉ុនមេដៃមកហើយនឹងចំហួយមកកូនចានទៅថាផ្អែមឡើងឆ្អក់មុខមាត់ឥឡូវការញ៉ាំការអីហ្នឹងគឺបានចប់ហើយឆ្ងាញ់មែនតើបងប្អូនហើយឥឡូវខ្ញុំមកថតទស្សនភាពទូទៅនៅក្នុងរោងឲ្យបងប្អូនមើលឃើញមនុស្សច្រើនណាមនុស្សឡើងពេញរោងតែម្ដងហើយសើតអ្នកភូមិញាតិមិត្តចិត្តឆ្ងាយបងប្អូនអ្នកភូមិជាមួយគ្នាអញ្ចឹងណាបងប្អូនឃើញអ៊ូអរច្រើនភៀវវត្តច្រើនហើយគេមិនសូវខានអញ្ចឹងមើលឡើងពេញរោងហើយញ៉ាំការនេះនៅវាលស្រែណាបងប្អូននៅក្នុងស្រែណាញ៉ាំការនេះខ្ញុំថតមុនចេញមកហ្នឹងគឺថាខ្ញុំថតកុំឲ្យខាតឃើញចាស់ដើមការដូចជាកូនក្រមុំកូនកន្លោះអញ្ចឹងហ្នឹងហើយវីដេអូរបស់យើងបានចប់ហើយបងប្អូនបាយបាយ